ភ្នាក់ងារស៊ើបអង្កេតស្រីអូលីវីបានក្លែងខ្លួនចូលរៀនក្នុងវិទ្យាល័យមួយនាងចង់រស់នៅបែបសាមញ្ញមិនឲ្យគេចាប់អារម្មណ៍ប៉ុន្តែគ្រូស្រាប់តែហៅនាងឲ្យឡើងទៅដោះស្រាយលំហាត់នៅខាងមុខថ្នាក់ចេនអូលីវីស្រឡាំងកាំងជាខ្លាំងនាងមិនយល់ថាហេតុអ្វីបានជានាងស្រាប់តែខ្លាចជាសិស្សឆ្នើមបែបនេះឡើយនាងសង្ស័យថាប្រហែលជាមានអ្នកណាម្នាក់លួចបន្លំឯកសារប្រវត្តិរូបរបស់នាងហើយគ្រូប្រាប់នាងថាមិនបាច់បន្ថោខ្លួនពេកទេព្រោះក្នុងឯកសារបង្ហាញថានាងតែងតែទទួលបានបន្ទុកពេញលើមុខវិជ្ជាគណិតវិទ្យាជានិច្ចអូលីវីដៅសម្ដៅទៅក្តារខៀនតែរូបមន្តគណិតវិទ្យាទាំងនោះមើលទៅដូចជានិមិត្តសញ្ញាចម្លែកដែលនាងមិនយល់សោះខណៈពេលដែលនាងកំពុងអស់សង្ឃឹមគ្រូក៏ស្រាប់តែចាក់ចេញពីថ្នាក់ក្រោយចប់ម៉ោងរៀនដោយក្តីបារម្ភអូលីវីបានទេទៅសួរមេរបស់នាងពីរឿងរៀបចំផែនការនេះមេរបស់នាងបញ្យល់ថាការរៀបចំឲ្យនាងធ្វើជាសិស្សពូកែគឺដើម្បីឲ្យនាងងាយស្រួលចូលទៅចិត្តមេរីនិយាយរួចមេរបស់នាងក៏ចុចប័ណ្ណទូរស័ព្ទទៅធ្វើការងារផ្សេងបាត់ថ្ងៃបន្ទាប់អូលីវីឃើញមេរីចាក់សោទ្វារបន្ទប់ទឹកពីខាងក្នុងនាងសង្ស័យថាឪពុករបស់មេរីប្រហែលជានៅក្នុងនោះដែរទើបនាងត្រៀមខ្លួនធាក់ទ្វារសម្រុកចូលទៅប៉ុន្តែមេរីក៏បើកទ្វារមកល្មមធ្វើឲ្យអូលីវីរត់ទៅបុកក្នុងរង្វង់ដៃមេរីពេញទំហឹងនាងក្រឡេកមើលតាមបង្អួចក៏ឃើញឪពុករបស់មេរីឈរនៅខាងក្រៅអូលីវីក៏ប្រញាប់រត់ដេញតាមគេចេញពីសាលារៀនភ្លាមនាងបានរត់កាត់មុខក្រុមបង្កប់ដែលនាំមកដោយមេក្រុមបងធំប្រចាំសាលាប៊ូលីមេក្រុមបងធំនោះស្មានថានាងកំពុងរត់គេចទើបនាំគ្នាដេញតាមនាងដែរប៉ុន្តែចលនារត់ដ៏លឿនស្លេវរបស់នាងបានធ្វើឲ្យពួកគេស្រឡាំងកាន់ជាខ្លាំងអូលីវីដេញតាមចនអស់ចំនួន3ផ្លុកអាគារប៉ុន្តែនៅតែមិនអាចចាប់គេបានដើម្បីឲ្យអូលីវីអាចចូលទៅគីមេរីបានកាន់តែលឿនមេរបស់នាងបានបញ្ជាឲ្យកូនចៅធ្វើពុតជាក្រុមបងធំតាមផ្លូវដើម្បីរៀបចំឈុតឆាកវីរបុរសជួយស្រីស្អាតឲ្យអូលីវីនៅពេលចេញពីរៀនមេក្រុមបងធំបានមកឈប់ពីងផ្លូវនាងអូលីវីសម្រាប់ឆ្លុះគ្នានៅថ្ងៃក្រោយប៉ុន្តែក្មេងស្រីមានធាត់ម្នាក់មិនព្រមឲ្យនាងទៅឡើយដោយគ្មានជំរឿនាងក៏បានប្រើក្បាច់គុណពិតប្រាកដមកបង្រៀនមេរៀនដល់ពួកគេរហូតដល់ក្រុមក្មេងទំនើងទាំងនោះចុះចាញ់នាងទាំងស្រុងនៅពេលនាងទៅដល់កន្លែងដែលបានក្រុមទុកនាងស្រាប់តែឃើញថាឈុតឆាកវីរបុរសជួយស្រីស្អាតនោះត្រូវបានដណ្ដើមយកដោយបុរសម្នាក់ឈ្មោះដេវីតបាត់ទៅហើយរីឯមិត្តរួមការងាររបស់នាងជាច្រើនអ្នកត្រូវបានដេវីតវាយរហូតរកភ្លើងតបទៅវិញមិនរួច